បាទសួស្តីបងប្អូនអរគ្នាជាពិសេសបងប្អូនអ្នកទី5ទី6ទី7ហ្នឹងឥឡូវយើងមកសិក្សាទាំងអស់គ្នាតាក់ទងជាមួយនឹងការស្វែងយល់អំពីប្រវែងទាំងអស់គ្នាបាទអញ្ចឹងប្រវែងជាងទៅយើងធ្លាប់ឃើញច្រើនជាងគេគឺម៉ែត្រតែម្ដងយើងនិយាយណាម៉ែត្រគឺយើងធ្លាប់ឃើញច្រើនបាទអញ្ចឹងយើងមកមើលកន្លែងនេះគឺយើងត្រូវដឹងណាភាពខុសគ្នារវាងຂະຫນាតបាទអញ្ចឹងម៉ែត្រគឺនៅកណ្ដាលយើងដឹងហើយអានេះគឺគីឡូម៉ែត្របាទហិកតូម៉ែត្រដេស៊ីម៉ែត្របាទម៉ែត្រតំទៅដេកាម៉ែត្រម៉ែត្របន្តមកដេស៊ីម៉ែត្រសង់ទីម៉ែត្រមីលីម៉ែត្របាទអញ្ចឹងយើងស្គាល់ຂະຫນាតនឹងហើយយើងត្រូវដឹងថា1ម៉ែត្របាទស្មើប្រមាណមីលីម៉ែត្រអញ្ចឹងយើងថែម0ទៅដល់មីលីម៉ែត្រទៅបាទអញ្ចឹង1ម៉ែត្រស្មើនឹង1000មីលីម៉ែត្រហើយ1ម៉ែត្រស្មើនឹង100សង់ទីម៉ែត្រ1ម៉ែត្រស្មើនឹង10ដេស៊ីម៉ែត្រនេះបាទមើលតាមលំនាំដែលខ្ញុំបានគូឲ្យនឹងបាទដូច្នេះយើងមកមើលលំហាត់យើងទាំងអស់គ្នាគេឲ្យយើងដូម៉ែត្រដេស៊ីម៉ែត្រសង់ទីម៉ែត្រមីលីម៉ែត្រអញ្ចឹងយើងមាន2413មីលីម៉ែត្របើយើងចង់ដូរទៅជាម៉ែត្រដេស៊ីម៉ែត្រសង់ទីម៉ែត្រមីលីម៉ែត្រយើងត្រូវដឹងថា2000នេះមីលីម៉ែត្រនឹងស្មើប្រមាណដោយសារ1000មីលីម៉ែត្រគឺស្មើនឹង1ម៉ែត្រអញ្ចឹង2000មីលីម៉ែត្រនេះ2413នេះ2000មីលីម៉ែត្រហ្នឹងគឺស្មើជាមួយនឹង2ម៉ែត្រនេះបាទបន្តមក413បាទ413មីលីម៉ែត្រនេះស្មើប៉ុន្មានបាទ400បាទ400នេះបាទមីលីម៉ែត្រនេះគឺស្មើនឹង4បាទ4ដេស៊ីម៉ែត្រអញ្ចឹងកន្លែងហ្នឹងទៅជា4ដេស៊ីម៉ែត្រនេះបាទទៅជា4ដេស៊ីម៉ែត្របន្តមួយទៀតបាទ13មីលីម៉ែត្រនេះអញ្ចឹងយើងត្រូវគិតថា10មីលីម៉ែត្របាទ10មីលីម៉ែត្រនេះជមើលបាទ10បាទ10ស្មើប៉ុន្មាន10មីលីម៉ែត្រគឺស្មើនឹង1សង់ទីម៉ែត្របាទបន្តមកទៀត3មីលីម៉ែត្រចុងក្រោយគេគឺស្មើនឹង3មីលីម៉ែត្រដដែលហ្នឹងបាទអញ្ចឹងអាហ្នឹងគឺគេជាលំនាំដែលឲ្យយើងអាចទៅដោះស្រាយលំហាត់ខាងក្រោមបានអញ្ចឹងយើងមើលអានេះវាទៅជាប៉ុន្មានអញ្ចឹងវាទៅជា3ម៉ែត្របាទពីព្រោះ3000មីលីម៉ែត្រគឺស្មើ3ម៉ែត្រទៅជា0ដេស៊ីម៉ែត្របាទវាទៅជា3សង់ទីម៉ែត្របាទទៅជា3សង់ទីម៉ែត្រវាទៅជាប៉ុន្មានទៀត5មីលីម៉ែត្របាទយើងបំបែកណាបាទអានេះវាទៅជាប៉ុន្មានទៅជា4ម៉ែត្របាទ5ដេស៊ីម៉ែត្របាទប៉ុន្មានទៀតបាទ0សង់ទីម៉ែត្រនិង7មីលីម៉ែត្របាទបន្តមកទៀតអានេះទៅជាប៉ុន្មាន5ម៉ែត្របាទ3ដេស៊ីម៉ែត្រ4សង់ទីម៉ែត្រនិងចុងក្រោយ0មីលីម៉ែត្របាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចដឹងតាក់ទងជាមួយនឹងការបំបែកຂະຫນាតមួយហ្នឹងដែលយើងគេឲ្យយើងបំបែកតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាពួកបងប្អូនទាំងអស់គ្នាអាចដោះស្រាយលំហាត់នេះបានបាទនេះបាទអញ្ចឹងអាហ្នឹងយើងសាកមើលហើយយើងសាកដោះស្រាយទាំងអស់គ្នាបាទអរគុណបងប្អូនអរគ្នាជូនពរសំណាងល្អហើយពួកយើងជួបគ្នានៅវីដេអូបន្តទៀតបាទ